សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានបញ្ចប់ជុំចរចាកម្រិតខ្ពស់លើកដំបូងនៅប្រទេសស្វីសហើយនៅថ្ងៃទី22ខែមិថុនាឆ្នាំ2026ដោយភាគីទាំងពីរព្រមព្រៀងគ្នាលើផែនការ60ថ្ងៃដើម្បីឈានទៅរកកិច្ចព្រមព្រៀងចុងក្រោយព្រមបង្កើតយន្តការបើកច្រកហ័រមូសនិងដាក់ចេញវិធានការទប់ស្កាត់សង្គ្រាមនៅលីបង់នេះបើយោងទៅតាមសេចក្តីថ្លែងការណ៍រួមរបស់កាតានិងប៉ាគីស្ថានដែលជាអ្នកសម្របសម្រួលយោងតាម Reuters លទ្ធផលសំខាន់ពីការចរចានេះមាន3ចំណុចទី1ភាគីទាំងពីរព្រមបន្តចរចាតាមផែនការ60ថ្ងៃដើម្បីដោះស្រាយបញ្ហាចម្បងរួមទាំងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់និងការបន្ធូរបន្ថយទណ្ឌកម្មទី2ភាគីទាំងពីរព្រមបង្កើតយន្តការមួយដើម្បីជួយបញ្ចប់ការប្រយុទ្ធគ្នានៅលីបង់ដែលជាការប្រទាញប្រទង់គ្នារវាងអ៊ីស្រាអែលនិងក្រុមហេសបូឡាទី3ពួកគេព្រមបើកច្រកទំនាក់ទំនងដើម្បីជួយធានាសុវត្ថិភាពនាវាពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រហ័រមូសរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បានអះអាងថាអ៊ីរ៉ង់ទទួលបានការលើកលែងមួយចំនួននៅក្នុងការនាំចេញប្រេងនិងផលិតផលគីមីឥន្ធនៈការរំសាយការបង្កកទ្រព្យសម្បត្តិខ្លះនិងផែនការស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចខាងសេតាវិមានមិនទាន់មានការឆ្លើយតបភ្លាមចំពោះសេចក្តីថ្លែងការណ៍នេះនៅឡើយទេការចរចានៅប្រទេសស្វីសក៏បានឆ្លងកាត់ភាពតានតឹងយ៉ាងខ្លាំងផងដែរសារព័ត៌មាន TASNIM របស់អ៊ីរ៉ង់បានរាយការណ៍ថាបន្ទាប់ពីលោក Donald Trump ព្រមានថាអាមេរិកអាចវាយប្រហារអ៊ីរ៉ង់ឡើងវិញប្រសិនបើអ៊ីរ៉ង់បិទច្រកហ័រមូសឬមិនទប់ស្កាត់ក្រុមបណ្ដាញប្រូស៊ីរបស់ខ្លួននៅលីបង់ពេលនោះក្រុមចរចាអ៊ីរ៉ង់បានបដិសេធត្រឡប់ចូលបន្ទប់ប្រជុំវិញហើយបន្តផ្ញើសារឆ្លើយឆ្លងតាមរយៈកាតានិងប៉ាគីស្ថានប៉ុន្តែមន្ត្រីអាមេរិកម្នាក់ដែលចូលរួមនៅក្នុងកិច្ចពិភាក្សាបានប្រាប់ Reuters ថាភាគីអ៊ីរ៉ង់មិនដែលចាកចេញពីតុចរចាទេហើយការពិភាក្សានៅតែបន្តរហូតដល់ពាក់កណ្ដាលអាធ្រាត្របញ្ហាច្រកហ័រមូសក៏នៅតែជាចំណុចផុយស្រួយអ៊ីរ៉ង់អះអាងថាខ្លួនបានបិទឬក៏រឹតបន្តឹងចរាចរណ៍នាវាដោយសារតែការប្រយុទ្ធគ្នានៅលីបង់មិនទាន់បញ្ចប់ខណៈមន្ត្រីអាមេរិកនិយាយថាច្រកនេះមិនបានបិទទាំងស្រុងទេទិន្នន័យដឹកជញ្ជូនដែល Reuters ដកស្រង់បង្ហាញថាចំនួននាវាឆ្លងកាត់ច្រកនេះបានធ្លាក់ចុះពី26គ្រឿងមកត្រឹម5គ្រឿងក្នុងមួយថ្ងៃសរុបមកការចរចានៅប្រទេសស្វីសមិនទាន់បង្កើតកិច្ចព្រមព្រៀងចុងក្រោយទេវាបានបង្កើតផ្លូវចេញ3យ៉ាងសំខាន់ដែលជាជំហានវិជ្ជមានមួយប៉ុន្តែសន្តិភាពពិតប្រាកដនៅតែអាស្រ័យទៅលើថាតើអាមេរិកអ៊ីរ៉ង់អ៊ីស្រាអែលនិងហេសបូឡាអាចគ្រប់គ្រងកាណុងកំភ្លើងរបស់ខ្លួនបានដែរឬទេក្នុងរយៈពេល60ថ្ងៃខាងមុខខ្ញុំរស់សុធាពី News Today NTTV